អាហារផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចក្លាយជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិននិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាធបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរ
កុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកមាត់គេត្រជាយើងគេមានសិទ្ធិនិយាយហើយអ្នកមានសិទ្ធិស្ដាប់ឬមិនស្ដាប់គ្មានអ្នកណាបង្ខំអ្នកទេអ្នកមិនអាចទប់មាត់គេបានទេតែអ្នកអាចទប់ត្រជាអ្នកបានបើអ្នកគិតថាវាគ្មានប្រយោជន៍គ្មានតម្លៃសម្រាប់ខួរក្បាលអ្នកគិតមេរោគអាចឆ្លងចូលចិត្តអ្នកតាមទ្វារត្រជាបើអ្នកចេះតែយកពាក្យពេចន៍ពីដងគេមកគិតហើយដេកក្តៅក្រហាយពេលគេនិយាយស្ដាប់ចុះតែត្រូវពិចារណាបើវានាំឲ្យចម្រើនចំណេះដឹងនិងគុណធម៌ស្ដាប់ឲ្យច្រើនចុះតែបើជាពាក្យឌឺដងចង់ឲ្យអ្នកក្តៅក្រហាយទេកុំស្ដាប់អីហើយបើជ្រុលជាស្ដាប់ទៅហើយឆាប់ភ្លេចទៅទុកខួរក្បាលអ្នកគិតរឿងណាមានប្រយោជន៍វិញយកពាក្យពេចន៍ឌឺដងគេច្រើនមកទុកក្នុងខួរក្បាលអ្នកនឹងសម្បូរមេរោគហើយមិនសូវបានសុខទេបើជាពាក្យដាស់តឿនចង់ឲ្យអ្នកបានល្អអរគុណគេទៅតែបើគេឌឺដងឲ្យអ្នកក្តៅទេកុំក្តៅតាមគេអីកុំផ្ញើសេចក្តីសុខនៅលើបបោមាត់អ្នកដទៃឡើយរក្សាចិត្តអ្នកហោះហើរទៅណាអ្នកត្រូវតាមដានចិត្តអ្នកជាប្រចាំបើចិត្តខឹងក៏ដឹងតែចិត្តកំពុងខឹងហើយមិនថយល្បឿនកំហឹងបន្តិចមកបើចិត្តចំណែនដឹងថាចិត្តកំពុងចំណែនហើយទាញវាចេះអបអរសាទរគេវិញបើស្ដាយក្រោយដឹងថាចិត្តកំពុងតែស្ដាយក្រោយហើយទាញវាត្រឡប់មកវិញប្រាប់ថារឿងហួសទៅហើយកុំស្ដាយអីបើចិត្តរីករាយចិត្តល្អចិត្តមេត្តាចិត្តបុណ្យក៏ដឹងថាចិត្តrấtល្អហើយព្យាយាមចម្រើនចិត្តប្រភេទនេះឲ្យបានច្រើនធ្វើជាប៉ូលីសតាមដានចិត្តអ្នកនាំឲ្យវាគិតរឿងត្រូវរឿងល្អទើបមិនសូវស្មុគស្មាញហើយមិនសូវមានទុក្ខកុំធ្វើជាជនរងគ្រោះឲ្យចិត្តធ្វើបាបអ្នកតាមចិត្តឡើយត្រូវបង្កើនស្មារតីធ្វើជាម្ចាស់ធ្វើជាអ្នកបញ្ជាចិត្តវិញហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជឿទេបើជួបរឿងល្អទទួលយកទៅតែកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុកស្វែងយល់ពីជីវិតយើងម្នាក់មានឧបសគ្គច្រើនណាស់តែតម្រូវយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណរអត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេកពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួល
ហើយព្យាយាមដោះស្រាយអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុកតិចអីមានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសើប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខឧបសគ្គក្នុងចិត្តពេលជួបរឿងមិនល្អណាមួយបុគ្គលដែលមិនបានអប់រំបញ្ញាមកក៏សោកសៅស្ដាយស្រណោះរំលឹករំលើកមិនព្រមដោះលែងខ្លួនឯងឲ្យផុតពីរឿងនោះឡើយបុគ្គលនោះបានអូសសណ្ដោងយករឿងអាក្រក់នោះតាមខ្លួនជានិច្ចហើយវាក៏តាមលោកបន្លាចចិត្តរបស់បុគ្គលនោះរឿយបុគ្គលនោះមានតែភាពភ័យខ្លាចតក់ស្លុតរហូតដល់ថ្នាក់ជាប់គាំងលែងដើរទៅមុខរួចទៀតក៏មានបាបចាស់បានឲ្យផលអ្នកក៏ជួបរឿងមិនល្អហើយបើចិត្តអ្នកមួម៉ៅសៅមងទៀតចិត្តនោះពោពេញដោយបាបបនរកផ្លូវចូលមិនឃើញឡើយហើយវាធ្វើឲ្យបញ្ហានោះកាន់តែដុនដាបទៅចិត្តមួម៉ៅសៅមងដែលកើតឡើងក្នុងចិត្តនោះបានទៅបិទគប់បនចាស់ផងបនថ្មីផងធ្វើមិនឲ្យងាយឲ្យផលឡើយរៀនទទួលរៀនដោះស្រាយរៀនទទួលខុសត្រូវរៀនព្រមតាមបនរៀនទុកឱកាសឲ្យបនកុសលថ្មីកើតឡើងក្នុងចិត្តអ្នកខ្លះផងធ្វើទានតាមទុនធានដល់ព្រះរតនត្រ័យព្រះពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹករក្សាសិលមើលថែមេត្តាបិតាស្ដាប់ធម៌ចម្រើនបញ្ញាចម្រើនចិត្តមេត្តាបុណ្យកុសលថ្មីនោះក៏អាចជួយអ្នកឲ្យបានធូរស្បើយពីសេចក្តីទុក្ខបានខ្លះដែរហើយវាក៏ជួយបើកឱកាសដល់បុណ្យចាស់ឲ្យមកឲ្យផលផងដែរអ្នកណាក៏ជួបបញ្ហាគ្រាន់តែខុសគ្នាត្រង់របៀបគិតរបៀបឆ្លើយតបនឹងបញ្ហានោះប៉ុណ្ណោះអ្វីមិនទៀងទាត់ទេកើតហើយរលត់ទៅវិញគ្រប់យ៉ាងកើតឡើងព្រោះមានហេតុគ្រប់គ្រាន់មិនមែនជារឿងចៃដន្យទេពេលមានហេតុរឿងក៏កើតឡើងពេលអស់ហេតុរឿងក៏រលត់ទៅវិញរឿងល្អរឿងអាក្រក់ម្នាក់ត្រូវជួបរឿងរ៉ាវជាប្រចាំថ្ងៃរឿងខ្លះល្អរឿងខ្លះមិនល្អតាមផលកម្មរៀងខ្លួនរឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងមកចំណែករឿងអាក្រក់ជាផលនៃបាបកម្មដែលអ្នកបានធ្វើពីមុនមកដែរគ្មានអ្នកណាម្នាក់ជួបតែរឿងល្អរហូតមួយជីវិតនោះទេតែបើអ្នកខ្វះបញ្ញាអ្នកនឹងសោកសង្រេងខ្សឹកខ្សួលពេលជួបវិបត្តិបញ្ហាអ្វីមួយអ្នកគ្មានបញ្ញាកំណត់ដឹងថាអ្វីគ្រប់យ៉ាងកើតឡើងព្រោះហេតុគ្មានរឿងណាកើតឡើងដោយចៃដន្យនោះទេអ្នកមិនអាចបង្ខំឲ្យរឿងកើតតាមចិត្តអ្នកចង់នោះឡើយរឿងមិនល្អវាបានកើតរួចទៅហើយបើទោះបីអ្នកយំសោកបោកខ្លួនយ៉ាងណាក៏មិនអាចកែប្រែបានឡើយវាបានកន្លងហួសទៅហើយវាជាអតីតកាលទៅហើយបើអ្នកនៅតែរំលឹករំលើករឿងនោះដដែលចិត្តអ្នកនឹងសោកសៅសេចក្តីទុក្ខនឹងតាមលងបន្លាចអ្នកទៅមុខទៀតមិនខានអ្នកអាចយកវាជាមេរៀនចាត់ទុកថាវាជាផលនៃបាបចាស់ហើយពង្រឹងសមត្ថភាពផ្លូវចិត្តប្រឈមមុខដោះស្រាយដោយការទទួលខុសត្រូវខ្ពស់ការលះបង់ការហ៊ានប្រឈមមុខជាសិលធម៌ខ្ពស់ក្នុងជីវិតពេលខ្លះអំពើល្អដែលអ្នកធ្វើពេលបច្ចុប្បន្នក៏អាចជួយជ្រោមជ្រែងអ្នកឲ្យបានប្រសើរឡើងវិញបើអ្នកខិតខំមិនគេចវេះមានសេចក្តីអត់ធ្មត់រៀនកំណត់ដឹងថារឿងល្អរឿងអាក្រក់សរសើរនន្ទាចំណេញខាតសុខទុក្ខជារឿងធម្មតាក្នុងលោកតែងកើតឡើងចំពោះមនុស្សគ្រប់គ្នាសូមកុំផ្ញើសេចក្តីសុខទុក្ខនៅលើរឿងរ៉ាវខាងក្រៅទាំងអស់នោះពេកអីបើវាបានល្អចាត់ទុកថាវាជាផលបុណ្យបើវាមិនបានល្អទេក៏ត្រូវតែហ៊ានប្រឈមហើយដោះស្រាយទៅគ្រប់យ៉ាងជាអនត្តាមិនអាចបង្កប់បញ្ជាបានឡើយមេឃរាំងមេឃភ្លៀង
មេឃរាំងមេឃភ្លៀងជាដំណើរនៃធម្មជាតិគ្មានអ្នកណាគាត់បានទេពេលមានលក្ខខណ្ឌគ្រប់គ្រាន់មេឃក៏ភ្លៀងចុះមកពេលអស់ហេតុនាំឲ្យភ្លៀងមេឃនោះក៏រាំងទៅវិញជីវិតសត្វលោកក៏ដូចគ្នាពេលមានបុណ្យឲ្យផលក៏ជួបរឿងល្អរកស៊ីមានបានឡើងលៀបឡើងយសតែពេលបុណ្យអស់ទៅទ្រព្យសម្បត្តិលៀបយសទាំងនោះក៏រលាយសាបសូន្យទៅទោះយំខាត់យ៉ាងណាក៏ខាត់មិនបានកម្មមុណាវត្តតីលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនរួមទាំងកម្មចាស់ផងកម្មថ្មីផងបើអ្នកបានសាងល្អច្រើនពីអតីតជាតិមកបុណ្យកុសលនោះជាពូជនៃសេចក្តីសុខនាពេលបច្ចុប្បន្នតែសេចក្តីសុខនោះមិនថិតថេរទេអាចនឹងរបូតទៅវិញបើអ្នកមិនខិតខំសាងបុណ្យថ្មីជាគ្រឿងជំនួយបន្ថែមអ្វីក្នុងโลกមិនទៀងមិនអាចទុកចិត្តបានត្រូវផ្លាស់ប្ដូរមួយប្រព្រឹត្តភ្នែកក៏ថាបានចូលកុំប្រកាន់មាំឡើយបើត្រូវផ្លាស់ប្ដូរត្រូវតែរៀនទទួលស្គាល់ការពិតកំណត់ដឹងថាវាដល់ពេលត្រូវប្រែប្រួលឆ្លៀតពេលធ្វើបុណ្យដាក់ទានចិញ្ចឹមមេដាបេដាចម្រើនមេត្តាចម្រើនទឹកចិត្តត្រជាក់កុំឲ្យចិត្តមានគំនុំគុំគួនច្រើនរៀនយកព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកស្ដាប់ធម៌ចម្រើនបញ្ញារៀនរំលឹកដល់រឿងល្អរឿងបុណ្យកុសលឲ្យបានច្រើនចិត្តអ្នកនឹងច្រើនដោយភាពត្រជាក់ត្រជុំមិនសូវមានសភាពក្តៅក្រហាយឡើយព្រោះមិញឯងញោមគាត់មានអារម្មណ៍ជាប់ក្នុងចិត្តរឿងកាលពីនៅក្មេងយូរហើយគាត់ឆ្មាមកដើមសាច់គាត់ពីជ្រុញឲ្យគាត់យកអំបោះដាក់មិនទេភុះទៅហើយគាត់អត់មានបំណងនឹងសម្លាប់ទេគ្រាន់តែដេញវាហ្នឹងណាគាត់នៅវាមិនដឹងមិនព្រោះវាស្លាប់ទៅហើយដល់ហើយតាំងពីគាត់អាយុ10ឆ្នាំឥឡូវដល់អាយុ93នៅតែនឹកអាហ្នឹងវាជាប់ហ៎កន្លែងដោះមិនចេញហើយមនុស្សយើងតែចាស់ទៅវាខ្សោយតែមែនណាញោមណាដល់អញ្ចឹងឥឡូវថាញោមអើយធ្វើបន់ឧទ្ទិសជូនទៅហើយអាហ្នឹងនិយាយពីកម្មពីហ្នឹងវាក៏វាមានកម្មយើងក៏មានកម្មហើយមួយទៀតយើងអត់មានបំណងនឹងសម្លាប់ណាមែនទេញោមណាគាត់អត់មានចេតនាទេយើងគាត់តែដេញវាតើហើយប៉ុន្តែដោយសារការគិតហ្នឹងវាខុសវាចេះតែធ្វើឲ្យក្តៅក្រហាយនៅក្នុងភាសាធម៌លោកហៅកុកកចៈមានន័យថាស្ដាយក្រោយចំពោះទង្វើដែលយើងធ្វើខុសឆ្គងអាហ្នឹងជាភ្លើងដែរញោមឬក៏កុកកចៈមួយទៀតស្ដាយអ្វីដែលគួរធ្វើតែមិនបានធ្វើឧបមាដូចថាចាំម៉ែថែឪអីអញ្ចឹងណាកូនចៅខ្លះពេលម៉ែឪនៅហើយដល់ពេលម៉ែឪស្លាប់អើយម៉ែក៏ស្ដាយអាស្ដាយហ្នឹងក៏បាបដែរហ្នឹងហើយបើសូវធ្វើម៉េចញោមបើសូវមើលថែអចិត្តហើយបើគាត់ធ្វើដំណើរទៅក៏អស់ចិត្តដែរខ្ញុំប្រឹងអស់ហើយហ្នឹងហើយអញ្ចឹងកុកកចៈសេចក្តីក្តៅក្រហាយហ្នឹងមានពីរប្រភេទមួយក្តៅក្រហាយទង្វើខុសឆ្គងដែលធ្វើហើយមួយក្តៅក្រហាយទង្វើល្អដែលមិនបានធ្វើហ្នឹងហើយអញ្ចឹងខ្ញុំថាឥឡូវញោមអើយរឿងហ្នឹងវាហួសហើយបើថាស្ដាយទៅឆ្មាវារស់វិញទៅវាមិនអីណាញោមណាហើយដោយសារការសន្សំការក្តៅក្រហាយហ្នឹងតិចយូរវាឡើងធំតែបើថារឿងហ្នឹងយើងអត់មានចេតនានឹងសម្រាប់វាមែនទេញោមណាប៉ុន្តែអាសំចិត្តសោកស្ដាយហ្នឹងវាយូរទៅវាកទៅជាតម្បៅចឹងដូចនាងម៉ាលីកាទេវីមហេសីរបស់ព្រះបាទបសេនតិកោសលហើយខ្ញុំធ្លាប់ឮឈ្មោះនាងហ្នឹងឯងហ្នឹងហើយដែលដឹកនាំស្វាមីឲ្យធ្វើបុណ្យថ្វាយចង្ហាន់អូយធ្វើបុណ្យច្រើនណាស់ជាមហេសីសម្បូរទ្រព្យសម្បត្តិប៉ុន្តែមានវិបត្តិមួយនាងប្រព្រឹត្តខុសចិត្តស្វាមីដូចថាទៅប្រព្រឹត្តអីម្ដងចឹងទៅវាហើយដល់ស្វាមីដឹងសួរទៅកុហកអញ្ចឹងតែបើថាធ្វើម្ដងមិនប៉ុន្តែអាចចិត្តក្តៅក្រហាយហ្នឹងវាចេះតែដូចមិនសប្បាយចិត្តដែរញោមណាធ្វើបន់ច្រើនប៉ុន្តែនឹកដល់ហ្នឹងគឺថាអត់ស្រួលក្នុងចិត្តដល់ពេលស្លាប់នឹកដល់ណាញោមដល់ពេលស្លាប់នឹកដល់ហ្នឹងនឹកដល់អាសៅម៉ងហ្នឹងទៅបដ ாய் ធ្លាក់នរកអស់7ថ្ងៃទៅមរណាសន្និជីវ័នចិត្តមុនពេលស្លាប់ហ្នឹងវាតោងយកកម្មដែលយើងធ្វើអត់ល្អហ្នឹងចឹងធ្វើឲ្យចិត្តសៅម៉ងចឹងបានថាឥឡូវញោមកុំនេះអីហើយញោមអើយតែស្ដាយទៅគូមិនដឹងបានអីណាញោមណាឲ្យគាត់ដូរចិត្តមកយកនឹកដល់ពុទ្ធពធប្រសងបុណ្យកុសលនឹកដល់អំពើល្អដែលខ្លួនបានធ្វើឬក៏ស្ដាប់ធម៌នមស្ការថ្លៃគប់ធ្វើអីថ្មីឲ្យជំនួសហ្នឹងណាញោមណាកុំឲ្យមានពេលចិត្តហ្នឹងទៅតោងយកអារម្មណ៍ហ្នឹងឡើងវិញពីព្រោះតែតោងទៅវាប្រឡាក់ទៀតដែរអញ្ចឹងទៅបលែងអារម្មណ៍ហ្នឹងមកតោងយកអារម្មណ៍ដែលនាំឲ្យជ្រះថ្លាអនុមោទនានៅក្នុងបេដកលេខ56ពេលតែវត្ថុហ្នឹងមាននិយាយពីរឿងកូនប្រសាស្រីមួយ
ដែលជាអ្នកឆ្នាក់ឆ្នើមស្វិតកំណាញ់ឆ្លោះជាមួយម៉ែក្មេករើរឿងប្តីដោយសារប្តីចូលចិត្តធ្វើបន់ចូលចិត្តចាយទ្រព្យដើម្បីជួយអ្នកដទៃហើយចឹងខ្លួនឯងវាទុំម្នាស់ប្តីដកលុយទៅវាមូម៉ាក់ឬប្រោអត់ជ្រះថ្លាសោះរើរឿងជេរបន្តិចផ្ដាសាដល់ទាំងម៉ែក្មេកទៀតញាតិញោមដល់ពេលគាត់ស្លាប់ទៅគាត់ស្លាប់មុនស្វាមីស្លាប់មុនម៉ែក្មេកទៅទៀតដោយអំណាចឧបនិស្ស័យផ្លូវចិត្តវារុញច្រានឲ្យចិត្តរបស់គាត់សៅមកនៅពេលមុននឹងធ្វើមរណកាលហ្នឹងអារម្មណ៍មុននឹងស្លាប់ហ្នឹងវាអត់ល្អអារម្មណ៍មរណសន្តិជីវ័នហ្នឹងជីវ័នចិត្តហ្នឹងវាអត់ជ្រះថ្លាអញ្ចឹងស្លាប់ទៅកើតទៅជាប្រែតនៅនឹងបលាយទឹកតាមភ្លឺស្រែនាងហ្នឹងទៅកើតត្រាំនៅក្នុងបលាយទឹកហ្នឹងហ្មងអត់មានខោអាវស្លៀកពាក់ឯងឧបាសកម្នាក់ទៅធ្វើស្រែដើរទៅជួបខ្មោចជួបប្រែតហ្នឹងបើខ្មែរយើងហៅអីញោមខ្មោចលងហ្នឹងហើយប៉ុន្តែឧបាសកហ្នឹងក៏អត់ខ្លាចដែរគាត់សួរថានាងឯងជាស្អីក៏អាក្រក់ម្លេះគួរឲ្យខ្ពើមគួរឲ្យរអើមសក់កន្ទ្រើងខ្លួនរវាមសិតតែចឹងបាននាងនឹងប្រាប់ថាលោកបាសកខ្ញុំជាប្រែទឹកស្លាប់មកពីផ្ទះខាងនោះខ្ញុំកាលពីនៅមានជីវិតមានទ្រព្យតែមិនបានធ្វើនៅទីពឹងសម្រាប់ខ្លួនឯងសូមលោកឧបាសកជួយខ្ញុំផងអ្នកប្រែមកសុំជំនួយដែរញាតិញោមបាសកនឹងសួរថាខ្ញុំជួយមិនទៅអានាងប្រាប់ថាលោកបាសកទៅជួយប្រាប់ម្ដាយខ្ញុំផងថាខ្ញុំកប់កំណត់មុននឹងស្លាប់ហ្នឹងគាត់កប់ហ្នឹងញាតិញោមណាប៉ុន្តែដល់ពេលស្លាប់មានបានប្រាប់ថាខ្លួនឯងកប់នៅណាហើយអញ្ចឹងកំណត់ហ្នឹងនៅតែកំណត់ហ្នឹងទៅតែឲ្យបាសកហ្នឹងទៅប្រាប់ម្ដាយសូមឲ្យម្ដាយទៅជីកកំណត់ហ្នឹងមួយចំណែកទុកឲ្យម៉ែប្រើប្រាស់មួយចំណែកទៀតឲ្យម៉ែធ្វើបុណ្យឲ្យខ្ញុំផងម្ដាយហ្នឹងធ្វើបុណ្យឧទ្ទិសកុសលជូនដល់កូនប្រសាហ្នឹងហើយបានត្រេកអរអនុមោទនាបុណ្យរបស់ម៉ែក្មេកហ្នឹងបានរួចផុតពីកំណើតជាប្រែតហ្នឹងទៅកំហុសជាកំហុសអ្នកណាទៅកែប្រែកំហុសហ្នឹងបានទេយើងយកកំហុសទុកជាមេរៀនប្រាប់ថាឥឡូវហួសហើយខ្ញុំបើមានជួបរឿងនឹងថ្ងៃក្រោយខ្ញុំធ្វើឲ្យល្អហើយបើខុសឆ្គងជាមួយមិត្តភ័ក្តិជាមួយគ្រូបងប្អូនសុំទោសថ្មរៀនចំណុចមួយថាពីលោកខាងលិចចំណុចច្រើនហើយយើងរៀនពីគេប៉ុន្តែចំណុចមួយវាមានពេលដែលគេធ្វើខុសគេងាយនឹងសុំទោសយល់ទេបងប្អូនអាកន្លែងហ្នឹងគឺងាយហ្មងងាយនឹងគេធ្វើហ្មងអាហ្នឹងអត់ពិបាកដូចជាយើងរៀង